ចាជម្រាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់ចាឥឡូវមកដល់ហើយចាអញ្ចឹងក៏សូមអរគុណដល់បងស្រីចានៅពុទ្ធមណ្ឌលគាត់កំងចាច្រើនមែនតើយកប្រកេនលោកចាហើយមួយទៀតយើងខ្ញុំចូលរួមបនផងខ្ញុំជូនបងស្រីមួយឆ្នាំងចាដើម្បីប្រកេនលោកបានបនស្មើគ្នាចាហើយជម្រាបពុកម៉ែបងប្អូនទាំងអស់ថាបាយក្តាំងនាងខ្ញុំមាន7ទៅ8រសជាតិណាពុកម៉ែបងប្អូនចាអញ្ចឹងពុកម៉ែបងប្អូនអាចរើសតាមបេះដូងពុកម៉ែបងប្អូនបានតាម Telegram ឬក៏ Page នាងខ្ញុំបាយក្តាំងម្ចាស់ដើមអញ្ចឹងចង់ជម្រាបមួយទៀតថាបើពុកម៉ែបងប្អូនចង់ពិសាកុំភ្លេចតាក់ទងតាម Page នាងខ្ញុំបាយក្តាំងម្ចាស់ដើមគឺនាងខ្ញុំរូបនាងខ្ញុំជាសង្គមពុកម៉ែបងប្អូនอย่าច្រឡំ Page នាងខ្ញុំជម្រាបហើយជម្រាបទៀតតែគេខលមកថាបងPageបងឯងបាយក្តាំងម្ចាស់ដើមតើយកមកដល់គឺខុសពីការពិតយ៉ាងម៉េចពុកម៉ែបងប្អូននាងខ្ញុំជម្រាបសិនចាយកទៅដល់គឺមានរសជាតិឈុបហាត់ហើយក្រែអញ្ចឹងមិនមែនជាបាយក្តាំងផងនាងខ្ញុំទេអញ្ចឹងពុកម៉ែបងប្អូនជួយពិនិត្យណាស្នូផងខ្ញុំគឺមានគ្រប់មុខទាំងអស់អញ្ចឹងអត់មានដកចំណងបានទេតើតបាយក្តាំងម្ចាស់ដើមទើបធ្វើ7ទៅ8រសជាតិបានអូនជួយហុចប្រអប់ដែលជំរាបជូនពុកម៉ែបងប្អូនមើលចាអូនបត់ប្រអប់ថែមចានេះពុកម៉ែបងប្អូនសំបីតែប្រអប់នាងខ្ញុំគឺប្រអប់នំខេកក៏ខ្ញុំធ្វើការហែកផ្លាស្ទិកចេញដែរអញ្ចឹងអត់មានប្រើផ្លាស្ទិកទេពុកម៉ែបងប្អូនឥឡូវនេះមហារីកច្រើនណាស់អញ្ចឹងខ្ញុំជ្រើសរើសយកប្រអប់នេះទើបយកមកខ្ចប់ជូនពុកម៉ែបងប្អូនចង់ពុកម៉ែបងប្អូនកុំភ័យកុំបារម្ភបើចង់ភាសាបាយក្តាំងនាងខ្ញុំចាចំណាយលុយបន្តិចបន្តួចលើសគេបន្តិចបន្តួចថ្លៃជាងគេតិចតួចតែគុណភាពល្អហើយសុខភាពពុកម៉ែបងប្អូនគឺមិនបាច់រកឆ្នាំទេតែពុកម៉ែបងប្អូនខ្ញុំជំរាបណាបាយក្តាំងដែលធ្វើទុក2ទៅ3ថ្ងៃពុកម៉ែបងប្អូនញ៉ាំទៅខ្សោះហើយឈឺកខ្ញុំហ៊ានធានាញ៉ាំហើយគឺដល់តែទិញឆ្នាំហើយតែចំពោះបាយក្តាំងនាងខ្ញុំពុកម៉ែបងប្អូននេះប្រើប្រេងអូលីវខ្ញុំចំណាយលុយធ្វើប្រេងអូលីវបាយក្តាំងខ្ញុំតតែប្រេងអូលីវទើបធ្វើបានអញ្ចឹងខ្ញុំស្រឡាញ់សុខភាពខ្លួនឯងក្រុមគ្រួសារខ្ញុំនិងពុកម៉ែបងប្អូនទាំងអស់អញ្ចឹងខ្ញុំរក្សាភ្ញៀវណាស់ពុកម៉ែបងប្អូនទោះបីខ្ញុំចំណេញតិចតួចមែនក៏ប៉ុន្តែខ្ញុំកែនភ្ញៀវច្រើនហើយខ្ញុំរក្សាសុខភាពខ្លួនពុកម៉ែបងប្អូនទី1ចាខ្ញុំប្រើពីអង្គទីអង្គប្រទេសឡាវពុកម៉ែបងប្អូនបណ្ឌិតមើលអក្សរច្បាស់មិនមែនជាអង្គសៀមទេអង្គឡាវចាមិចជាមួយអង្គខ្មែរ5មុខហើយបើពុកម៉ែបងប្អូនលើជាតិស្ករលើជាតិរសិចទឹកនោមផ្អែមមកហើបបាយក្តាំងម្ចាស់ដើមខ្ញុំធានាថាភាសាទៅចុះជាតិស្ករដោយសារអីពុកម៉ែបងប្អូនខ្ញុំធ្វើពីអង្គសម្រូបនិងប្រេងអូលីវចាចុះពុកម៉ែបងប្អូនមិនបាច់បារម្ភទេពីសុខភាពចាឲ្យតែហ៊ានចំណាយលុយបន្តិចតួចមកលើកគេបន្តិចតួចតែពុកម៉ែបងប្អូនអត់ស្ដាយពេលវេលាទេពុកម៉ែបងប្អូនបាយក្តាំងនេះខ្ញុំធ្វើមួយថ្ងៃលក់មួយថ្ងៃគឺអត់ចំណាយពេលវេលារហូតខ្ចប់ទុកហើយសម្រាប់ពុកម៉ែបងប្អូនមកហើយខ្ចប់ទុកយកមកជូនពុកម៉ែបងប្អូនរយៈពេល2ថ្ងៃទៅមួយអាទិត្យគឺសោះហើយអាំប្រេងឈឺកអញ្ចឹងចង់ជំរាបថាដែលពិសេសប្រចាំហាងនឹងខ្ញុំមានបលល្ហុងខ្មែរត្រូវឆ្អើទៅកែមកជួកដឹក7ញ៉ាំជាមួយបាយក្តាំងហើយជាមួយមាន់អាំងដែលខ្ញុំចិញ្ចឹមខ្លួនឯងពុកម៉ែបងប្អូនមាន់អាំងខ្ញុំនេះ1គីឡូ4ខាំណាពុកម៉ែបងប្អូនហើយអំពើអាំងឲ្យស្រួយហើយយកមកចាជ្រលក់ទឹកជ្រលក់ចាហើយមួយទៀតចង់ប្រាប់ថាស្រួយខាងក្រៅទុំខាងក្នុងគ្នាថាសាច់ផ្អែមហើយខ្ញុំចំខ្លួនឯងហើយវាស៊ីដល់អង្គសម្រូបឯងដែលសាំងអង្គសម្រូបហ្នឹងដាំបាយសល់ពុកម៉ែបងប្អូនយកទៅឲ្យវាស៊ីចង់ពុកម៉ែបងប្អូនកុំភ្លេចណាចំណាំបាយក្តាំងម្ចាស់ដើមភេកនេះខ្ញុំអញ្ចឹងនៅប្រមាណរសជាតិទៀតអ៊ីតនហើយទេពុកម៉ែបងប្អូនឥឡូវនេះយកទៅប្រគេនលោកសិនចាអញ្ចឹងពុកម៉ែបងប្អូនបើចង់ពិសាតាក់ទងកន្លះម៉ោងមុនព្រោះក្នុងមួយឆ្នាំខ្ញុំចំណាយពេល20នាទីកុំភ្លេចណាបាយក្តាំងម្ចាស់ដើមនៅទទួលពុកម៉ែបងប្អូនចំណេញហើយមកដល់ទីតាំងនឹងខ្ញុំគឺខ្ញុំមានខ្ចោះមកទៅឡាយជូនពុកម៉ែបងប្អូននៅខ្ចោះមើលតិចកូនចាមកខ្ចោះតែចិត្តណាពុកម៉ែបងប្អូនកុំភ្លេចណាចាមកដល់គឺខ្ញុំទទួលដែលរីករាយបំផុតកុំភ្លេចណាទីតាំងមុខពលានយន្តហោះពោធិ៍តុងចាអញ្ចឹងមានខ្ចោះសម្រាប់ទទួលពុកម៉ែបងប្អូនមកយកបាយក្តាំងឬក៏មកផ្សារនៅដល់កន្លែងចាទីតាំងមុខពលានផ្ដាំហើយផ្ដាំទៀតមកវិសាជេនជូរីមកដល់គឺឃើញចាសាលាបរិញ្ញាមីកវេហួសបន្តិចមានផ្លាកគេដាក់យីតោបត់ចូល500ម៉ែត្រដល់ទីតាំងនាងខ្ញុំប្រចាំងជូនកូនចាប្រចាំងជូនពុកម៉ែបងប្អូនមើលទីតាំងនាងខ្ញុំមានផ្លាកនាងខ្ញុំជាសង្គមចានេះម្ចាស់ដើមចាចុះពុកម៉ែបងប្អូនកុំភ្លេចណាទីតាំងមកពលានជួបគ្នាវគ្គក្រោយចាអរគុណ